មេដឹកនាំថៃរិះគន់ប្រសាសន៍របស់មេដឹកនាំកម្ពុជាដោយបានលើកឡើងថារាជធានីបាងកកនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានឈិនវត្តបានលើកឡើងថាការបន្តរិះគន់ពីសំណាក់មេដឹកនាំកម្ពុជាគឺគ្មានប្រយោជន៍ដល់ទំនាក់ទំនងកម្ពុជាថៃឡើយហើយរាជរដ្ឋាភិបាលរបស់លោកស្រីបានត្រៀមកម្លាំងរួចជាស្រេចដើម្បីតាមដានស្ថានភាពយ៉ាងដិតដល់នៅបញ្ហាដែលកំពុងតែបន្តផុសឡើងនេះបើតាមការចេញផ្សាយដោយទូរទស្សន៍ថៃ PBS លោកស្រីនាយករដ្ឋមន្ត្រីបានលើកឡើងថាប្រសាសន៍មេដឹកនាំកម្ពុជាមិនមានជំនាញវិជ្ជាជីវៈទេនិងមិនល្អឡើយសម្រាប់ប្រទេសទាំងពីរយ៉ាងណាអ្នកស្រីមិនបានបញ្ចេញឈ្មោះមេដឹកនាំដែលលោកស្រីសម្ដៅលើទេប៉ុន្តែលោកស្រីទំនងជាចង់សម្ដៅទៅលើប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនជុំវិញការប្រមានបិទព្រំដែននិងហាមឃាត់ផលិតផលថៃប្រសិនបើអាជ្ញាធរថៃមិនព្រមបើកច្រកព្រំដែនជាមួយកម្ពុជានៅថ្ងៃស្អែកមេដឹកនាំថៃរូបនេះបន្ថែមថានាយករដ្ឋមន្ត្រីបាទក្រសួងការបរទេសលោកស្រីម៉ារីសាងាមវូសាបានអញ្ជើញអ្នកការទូតដែលមានមូលដ្ឋាននៅរាជធានីបាងកកមកចូលរួមកិច្ចប្រជុំនៅរសៀលទី16ខែមិថុនានេះដើម្បីសង្ខេបអំពីចំនួនដែលកំពុងតែបន្តតានតឹងរវាងកម្ពុជាជាមួយនឹងថៃលើពីនេះលោកស្រីផែថងឋានបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលរបស់លោកស្រីនិងយោធាបានរួបរวมគ្នាផ្ដោតលើបញ្ហាចំនួនទឹកដីជាមួយនឹងកម្ពុជាបើទោះបីជាមានភាពប្រឆាំងគ្នាក៏ដោយហើយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវបានតែងតាំងជាប្រធានក្រុមការងារដើម្បីតាមដានស្ថានភាពបច្ចុប្បន្នជាចុងក្រោយលោកស្រីផែថងឋាននៅតែទទូចថាថៃមិនទទួលស្គាល់យុត្តិការរបស់តុលាការអយុត្តិធម៌អន្តរជាតិ ICJ ក្នុងចំនួនព្រំដែនជាមួយប្រទេសកម្ពុជានោះទេ